បាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំនឹងបង្រៀនលោកគ្រូអ្នកគ្រូទាំងអស់គ្នាអំពីរបៀបការសរសេរកិច្ចតែងការដែលយើងប្រើប្រាស់ AI ជំនួយអញ្ចឹងនៅក្នុងគោលបំណងនៃការសរសេរកិច្ចតែងការនេះផងដែរលោកគ្រូអ្នកគ្រូកុំពឹងផ្អែកទៅលើ AI ទាំងអស់ពេកអញ្ចឹងនៅពេលដែលយើងបានមកហើយយើងត្រូវសង្កេតថាណាដែលយើងគួរយកមកប្រើនិងអាណាយើងមិនគួរយកមកប្រើដាក់នៅក្នុងកិច្ចតែងការរបស់យើងហើយនៅក្នុងការសរសេរកិច្ចតែងការនេះខ្ញុំនឹងបង្ហាញពីជំហាននីមួយៗឲ្យលោកគ្រូអ្នកគ្រូយល់អំពីរបៀបសរសេរ prompt ដែលអាចឲ្យសរសេរកិច្ចតែងការបានហើយនឹងរបៀបយកអក្សរជាភាសាខ្មែរពីក្នុងរូបភាពឬក៏ក្នុង PDF យកមកប្រើប្រាស់បាននៅក្នុងការសរសេរ prompt ជាដំបូងយើងចូលមកមើលអំពីរបៀបនៃការសរសេរ prompt អញ្ចឹង file នេះខ្ញុំនឹងតម្លាក់ចូលទៅក្នុង link មួយទុកឲ្យលោកគ្រូអ្នកគ្រូអាច download យកទៅប្រើបានអញ្ចឹងជាដំបូងលោកគ្រូអ្នកគ្រូអាចសង្កេតមើលទៅក្នុងនេះអញ្ចឹងជាដំបូងយើងអាចប្រាប់អំពីអ្វីដែលយើងចង់ឲ្យវាសរសេរដំបូងគឺសូមឲ្យសរសេរកិច្ចតែងការថ្នាក់ទីម៉ានយើងបញ្ជាក់ទៅមុខវិជ្ជាអីគេហើយកិច្ចតែងការយើងប្រើរយៈពេលប្រហែល45នាទីឬក៏90នាទីឬក៏60នាទីទៅតាមលក្ខខណ្ឌដែលលោកគ្រូអ្នកគ្រូបង្រៀនហើយក្នុងមួយថ្នាក់ហ្នឹងមានសិស្សចំនួនប្រមាណសំខាន់ណាហើយយើងបញ្ជាក់បន្តសូមសរសេរកិច្ចតែងការហ្នឹងដោយគិតអំពីសិស្សខ្សោយឬក៏សិស្សយឺតហ្នឹងដើម្បីឲ្យមេរៀនហ្នឹងរៀនទៅវាមានប្រសិទ្ធភាពបន្តមកចំណុចបន្ទាប់ទៀតគឺ new lesson អញ្ចឹងនៅក្នុង AI យើងព្យាយាមរៀនសរសេរភាសាអង់គ្លេសខ្លះៗគឺវាងាយស្រួល generate កាលណាយើងសរសេរជាភាសាខ្មែរគឺវាត្រូវការចាប់ភាសាខ្មែរយើងយកទៅ translate ជាភាសាអង់គ្លេសម្ដងទៀតអញ្ចឹងវាធ្វើឲ្យវាការងារវាពីរតង់តែបើកន្លែងចំណុចណាដែលភាសាអង់គ្លេសយើងសរសេរបានយើងសរសេរទៅដើម្បីឲ្យវាចំណេញពេលនៅក្នុងពេលដែលវា generate អញ្ចឹងកន្លែងនេះគឺជាកន្លែងមេរៀនថ្មីអញ្ចឹងមេរៀនថ្មីលោកគ្រូអ្នកគ្រូអីគេអញ្ចឹងលោកគ្រូអ្នកគ្រូបោះសាច់មេរៀននឹងចូលបើសិនលោកគ្រូអ្នកគ្រូប្រើជារូបភាពនៃថតចេញពីសៀវភៅពុម្ពមកខ្ញុំហ៊ាននិយាយថាវានឹងចាប់រូបភាពអក្សរភាសាខ្មែរយើងអត់បាន100%ទេវាត្រឹមតែ50%អញ្ចឹងនៅពេលដែលកណ្ដាលវាចាប់ច្បាស់វាចាប់បានតែខ្លឹមសារខ្លះៗមួយចំនួនដែលស្រដៀងវានឹងទៅប្រមូលរបាយការណ៍ផ្សេងៗដែលវាធ្លាប់មានហ្នឹងយកមកដាក់អញ្ចឹងពេលខ្លះវាអត់ត្រូវមេរៀនរបស់យើង100%ទេអញ្ចឹងហើយទាមទារឲ្យយើងត្រូវការយកអក្សរជាភាសាពិតនៅក្នុងសាច់មេរៀនរបស់យើងផាសចូលទៅក្នុងនឹងវិញអញ្ចឹងដើម្បីយើងយកអក្សរមកយើងត្រូវអង្គុយវាយមិនមែនអង្គុយវាយរាប់ម៉ោងវាយូរណាសូម្បីតែយើងអានជាអក្សរឲ្យវាចេញជាអក្សរមកក៏យើងប្រើពេលយូរដែរអញ្ចឹងវាមានរបៀបរបស់វាអញ្ចឹងរបៀបនោះលោកគ្រូអ្នកគ្រូអាចប្រើប្រាស់ cam scanner ឬក៏លោកគ្រូអ្នកគ្រូអាចប្រើប្រាស់កាមេរ៉ាទូរស័ព្ទដៃរបស់យើងថតទៅលើសន្លឹកកិច្ចការឲ្យបានស្អាតឲ្យមានពន្លឺឬលោកគ្រូអ្នកគ្រូពេលថតបើកផ្លាស់ទៅដើម្បីឲ្យថតទៅច្បាស់អក្សរទាំងសងខាងតែម្ដងណាបន្ទាប់មកលោកគ្រូអ្នកគ្រូsave ជា file ជា PDF ទៅបើលោកគ្រូអ្នកគ្រូយោបល់ល្អប្រើ cam scanner ហើយសារ cam scanner យើងអាច send វាជា PDF បាននៅកន្លែងប៊ូតុង share ណាអាហ្នឹងយើងអាចធ្វើចឹងបានសង្ឃឹមថាលោកគ្រូអ្នកគ្រូអាចយល់កន្លែងចំណុចហ្នឹងណាហើយបើសិនជាលោកគ្រូអ្នកគ្រូមាន file សៀវភៅមេរៀនជា PDF ស្រាប់តែម្ដងគឺងាយស្រួលតែម្ដងអញ្ចឹងឧទាហរណ៍កន្លែងនេះខ្ញុំបានកាត់កន្លែងហ្នឹងចោលហើយអញ្ចឹងខ្ញុំបានមាន file ជា PDF ហើយដោយសារតែរបៀបថតជា PDF ហ្នឹងគឺវាចំណាយពេលយូរទៀតក្នុងការបញ្យល់តែសង្ឃឹមថាលោកគ្រូអ្នកគ្រូអាចទៅរក file ជា PDF នៃមេរៀនហ្នឹងបានអញ្ចឹងអានេះខ្ញុំបើកឧទាហរណ៍ជូនលោកគ្រូអ្នកគ្រូមើលនេះជា file មេរៀនដែលខ្ញុំថាដាក់អញ្ចឹងស្លឹកខាងលើពីរនេះវាជាមេរៀនចាស់ហើយបន្ទាប់មកសល់ប្រមាណស្លឹកនេះគឺជាមេរៀនថ្មីដែលខ្ញុំត្រូវយកមកឲ្យទៅសេចក្នុងកិច្ចតែងការអញ្ចឹងសំខាន់ណាស់យើងត្រូវការមេរៀនថ្មីនិងមេរៀនចាស់ណាអញ្ចឹងខ្ញុំបានអស់ហើយអញ្ចឹងយើងធ្វើម៉េចដើម្បីយកអក្សរបានអញ្ចឹងនៅក្នុងកម្មវិធីនេះមិនអាចយកអក្សរបានទេគ្រាន់តែ view ទេអញ្ចឹងដើម្បីយើងយកអក្សរបានគឺយើងត្រូវការប្រើប្រាស់កម្មវិធី Chrome ណានេះកម្មវិធី Chrome ដែលយើងអាច download នៅក្នុង Chrome បានយើងវាយ Chrome ណានេះកម្មវិធីរបស់វាណាលោកគ្រូអ្នកគ្រូនេះ icon របស់វា Chrome ណាលោកគ្រូអ្នកគ្រូដំឡើងនៅលើ computer បញ្ជាក់ណាប្រើប្រាស់ Chrome ទៅងាយស្រួលជាងគេបងអស់បន្ទាប់មកលោកគ្រូអ្នកគ្រូត្រូវ log in account Gmail របស់លោកគ្រូអ្នកគ្រូប្រើនៅក្នុងនឹងដូចរបស់ខ្ញុំ log in Gmail account របស់ខ្ញុំហើយណាលោកគ្រូអ្នកគ្រូខ្ញុំបញ្ជាក់កន្លែងហ្នឹងបន្ទាប់ពី log in ហើយដំបូងវានឹងចេញ screen បែបនេះណាវាចេញ screen បែបនេះមិនចេញ screen នេះអានេះសម្រាប់ AI Gemini ប្រើទេអញ្ចឹងនៅពេលដែលវាចេញ screen បែបហ្នឹងលោកគ្រូអ្នកគ្រូចាប់ទាញមេរៀន PDF របស់ដែលលោកគ្រូអ្នកគ្រូមានហ្នឹងសូមប្រើ computer ណាកុំប្រើប្រាស់ទូរស័ព្ទដៃសោះខ្ញុំអត់ recommend ឲ្យប្រើប្រាស់ទូរស័ព្ទដៃទេព្រោះវានឹងសាំញ៉ាំហើយវានឹងពិបាកអានេះខ្ញុំ recommend ថតនៅលើ computer គឺទាមទារឲ្យសរសេរកិច្ចតែងការនេះតាមរយៈ computer ទៅវាល្អណាបន្ទាប់មកយើងទាញ file ឡើងមកបោះចូលទៅក្នុង
កម្មវិធី Chrome យើងមកបន្ទាប់មកវានឹងបើក view មកបែបនេះណាលោកគ្រូពេលដែលវាបើកបាន view បែបហ្នឹងហើយយើងទៅទាញយកអក្សរតើយើងទាញយកអក្សរយើងធ្វើបែបម៉េចអញ្ចឹងលោកគ្រូ zoom ឲ្យវាហិងទូចល្មមប៉ុណ្ណេះមកកុំធំពេកណាធ្វើម៉េចឲ្យយើងមើលផ្ទៃយើងបានទាំងអស់ស្រួលខ្លួនឯងណាបន្ទាប់មកយើងចុច mouse ស្ដាំណា mouse ស្ដាំបន្ទាប់មកយើងស្វែងរកពាក្យថា search with Google Lens មើលច្បាស់ណា search with Google Lens ចឹងយើងចុចលើនឹងមកវានឹងចេញបែបនេះបន្ទាប់មកវានឹងឲ្យ mouse select អញ្ចឹងបើលោកគ្រូចង់បានអក្សរកន្លែងណាលោកគ្រូ select តែអក្សរប៉ុណ្ណឹងទៅណាវានឹងឲ្យហើយប៉ុន្តែសម្រាប់ខ្ញុំចង់បានអក្សរទាំងអស់ខ្ជិលសាំញ៉ាំអញ្ចឹងម្ដងទៀត search with Google Lens តមកខ្ញុំចង់បានអត្ថបទទាំងអស់តែម្ដងអញ្ចឹងខ្ញុំ select យកមកទាំងអស់ប៉ុណ្ណឹងមកបន្ទាប់មកវានឹង load ប៊ូតុងកន្លែងនេះមកមានពាក្យថា copy text ណាឬក៏ copy as image តែយើងចង់បានគឺអត្ថបទទេអញ្ចឹងលោកគ្រូចុចពាក្យ copy text ណាអញ្ចឹងយើង copy មកតមកវា select auto មកទៅលើអក្សរខ្មែរយើងតែម្ដងក្រោយពីយើង select បានហើយលោកគ្រូយកមកផាសនៅក្នុងកន្លែង prompt មកណាអញ្ចឹងគោលដៅដំបូងគឺតាមពិតមេរៀនថ្មីខ្ញុំច្រឡំទៅចាប់កិច្ចការផ្ទះអញ្ចឹងខ្ញុំសុំទោសខ្ញុំបកក្រោយទៅវិញនេះមេរៀនថ្មីរបស់ខ្ញុំមេរៀនថ្មីច្រើនអញ្ចឹង scan គ្រប់អស់ច្រើនប៉ុណ្ណាក៏ត្រូវ scan អស់ព្រោះអី AI វាទាមទារព័ត៌មានច្បាស់លាស់នៅក្នុងមេរៀនដែលយើងចង់សរសេរអញ្ចឹងយើងទៅផាសអស់អញ្ចឹងយើងមកស្ដាំដដែលមកហើយយើង search with Google Lens ខ្ញុំ select យកទាំងអស់មកបន្តមកខ្ញុំចុចយកពាក្យ copy text ខ្ញុំ copy បានរួចហើយក៏ខ្ញុំយកមកផាសនៅក្នុងនេះមកអានេះខ្ញុំផាសហើយណាលោកគ្រូអញ្ចឹងអត់អីទេយើងចុះបន្តមកយើង control V មកណាលោកគ្រូឬក៏យើងចុច mouse ស្ដាំមកនេះផាសបានហើយណាលោកគ្រូឬក៏យើងចុច control V នៅលើកុំព្យូទ័រក៏បានដែរក៏វាផាសមកបានដូចគ្នាអញ្ចឹងផាសរួចហើយលោកគ្រូសេរីវាបន្តិចទៅឲ្យវាស្អាតតែវាមានរបៀបទៅមេរៀនយើងទី10ប៉ុន្មានមេរៀនយើងទី5ទេបាទទី5ដកឃ្លាបន្តិចទៅតែមកយើងរៀបឲ្យវាមានរបៀបមានអីចឹងណាវាងាយស្រួលក្នុងការមើលអញ្ចឹងទៅណាតោះមកនេះអត្ថបទវា copy ពីក្នុងនោះទាំងប្រមាណគឺពាក្យពេចន៍មកទាំងអស់ហើយ check មើលដែរណាប្រយ័ត្នវាចាប់អក្ខរាវិរុទ្ធខ្លះមួយចំនួនអត់ត្រូវអញ្ចឹងយើងជួយកែក្នុងនឹងបន្តិចប៉ុន្តែវាសឹង 99% ដែលវា copy មកត្រូវអញ្ចឹងមានពាក្យខ្លះវាអាចនឹងយើង scan មកវាអត់សូវច្បាស់ក៏វាចាប់អក្សរយើងអត់បានដូចគ្នាដែរដូចអានេះអេរិយាបថថ្លៃថ្នូរក៏វាត្រូវហើយដូចអានេះលក្ខណៈណាយើងមើលដែរពាក្យខ្លះវាចាប់អាចនឹងចាប់ខុសឥឡូវយើងចាប់មេរៀនថ្មីបានដាក់ចូលមកអស់ហើយបន្តមកទៀតគឺយើងចាប់កិច្ចការផ្ទះធ្វើអញ្ចឹងដដែលអញ្ចឹងលោកគ្រូយល់ណាក្នុងកន្លែងចំណុចយើងយកអក្សរចេញពី PDF ឬក៏រូបភាពបើរូបភាពលោកគ្រូទាញរូបភាពហ្នឹងដាក់ចូលមកក្នុងក្រុមទាំងដូចគ្នាមកលោកគ្រូណាតមកចុច mouse ស្ដាំហើយធ្វើដូចដដែលអញ្ចឹងទៅយក search with Google Lens ទៅគឺវានឹងឲ្យយើងចាប់អក្សរ copy បានដូចយើងធ្វើទៅលើ PDF អញ្ចឹងណានេះ copy text ចឹងដូចគ្នាមកតោះឥឡូវសង្ឃឹមថាលោកគ្រូយល់កន្លែងហ្នឹងហើយណាខ្ញុំសូមកាត់កន្លែងហ្នឹងខ្ញុំមិនបញ្យល់ច្រើនទេសង្ឃឹមថាលោកគ្រូយល់ការងារបន្ទាប់យើងចូលបកចូលមក prompt យើងបន្តទៀតអញ្ចឹងក្រោយពីយើងដាក់មេរៀនថ្មីចូលហើយឥឡូវមេរៀនថ្មីវែងណាមេរៀនថ្មីរួចហើយគឺយើងដាក់អីគេវែងណាមេរៀននេះភាសាកំណាព្យទាំងអស់គ្នាបន្តមកទៀតគឺ all lesson review ហើយនិង all homework អញ្ចឹងអានេះមេរៀនចាស់ណាមេរៀនសម្រាប់រំលឹកនិងកិច្ចការផ្ទះចាស់យើងទាញពីក្នុងមេរៀនចាស់ដែលខ្ញុំបានបង្ហាញបាញ់មិញនេះមេរៀនចាស់ខ្ញុំតកតងសម្បត្តិសួរព័ត៌មានណាកិច្ចការផ្ទះក៏តកតងនៅហ្នឹងហើយរំលឹកមេរៀនក៏តកតងនៅហ្នឹងដែរអញ្ចឹងកន្លែងនេះខ្ញុំសេអង់គ្លេសបញ្ជាក់បែបហ្នឹងបន្ទាប់មកខ្ញុំផាសអក្សរនៅក្នុងហ្នឹងចូលមកក្នុងនេះឲ្យអស់ណាកុំដាក់ជារូបភាពណាដាក់ជាអក្សរណាខ្ញុំផាសឲ្យអស់ហើយទាំងសំណួរទាំងអីចូលមកឲ្យអស់ហើយអញ្ចឹងយើងគ្រប់អស់ណាមេរៀនថ្មីនិងកិច្ចការផ្ទះអញ្ចឹងអ្វីដែលយើងចង់បានបន្ទាប់ទៀតគឺសរសេរ prompt ពីជំហាននីមួយដេញទៅអញ្ចឹងនៅក្នុងកិច្ចតែងការលោកគ្រូដឹងហើយដំបូងគេបង្អស់គឺវត្ថុបំណងអញ្ចឹងនៅក្នុងវត្ថុបំណងនេះលោកគ្រូអាចយក style របស់ខ្ញុំនេះតែម្ដងទៅអានេះខ្ញុំសរសេរ prompt ជាគំរូអញ្ចឹងវានឹងចាប់តាមហ្នឹងអញ្ចឹងវិជាសម្បទានបំណិនសម្បទានចរិយាសម្បទានខ្ញុំបានសរសេរជាគំរូហើយដាក់ជាឧទាហរណ៍បែបម៉េចដើម្បីឲ្យ AI វាស្គាល់បើកាលណាយើងដាក់គ្រាន់តែវិជាសម្បទានបំណិនសម្បទានចរិយាសម្បទានចោលវានឹងអាចសេបប្រេះប្រដាស់មកអញ្ចឹងយើងលើកឧទាហរណ៍ខ្លីៗបន្តិចមកវានឹងចាប់អ្វីដែលមាននៅក្នុងមេរៀនរបស់យើងថ្មីហ្នឹង
vô mà ta xây chia một thúc nón ở dạng tái một thúc nón pe khác vì mình ai trâm rồi tỏ thế trên sông lại cho nên những lúc này cũng chạy làng vinh ở bàn cho bạn nè tha vi si chùm mùi nâng chùm hiên này mê riêng tiếng đạo và tao mới tiếc cái tệ tôn từ nâng khâm sa mê riêng chân khâm sa mê riêng những lực ở tiêu họ bị chạp tam chân được không mê riêng để trường bàn ta lẹ nó khẳng lử nè và tao mới tiếc chùm hiên thì bấy cái tệ tôn từ nâng xâm phê ở bát tế mình sẽ phơi bông tầm po sẽ phơi cru sẽ phơi ấy chẳng á và tao mới tiếc rụp hiếp đại trớ đại tệ tôn nâng mê riêng lại ní sầm khăn chắc lại như vậy chạy tha aiจะ say จี prom จีไปสองเลยพัวติดnhưng nóเป็นอยู่แล้วคนนี้กูทา prom จีไปสองเลยต้องโยตัวตีนจีรูปเห็บมาไว้แบบมันนะจังไรนี่สำคัญนะนำใบโยรูปเห็บมาบังเรียนนะเพราะคนกิจแต่งกายยังแต่การรูปเห็บเลือกบางหางเสื้อตามจำเห็นกันหลายครั้งแต่จำบัดจังยังở đằng thắng nhung tàuรูปเห็บปีchi mà ai mà quên mìnhบ้านbây giờ màจะ say prom ของจังแล้วคนนี้กูtạ câu này phải xa nhung vậy lại nhưng mà tích tới viên cái xây prom chỉ phải sao lại chẳng có bọc cái bái để tôi đừng mê riêng nắng tức là cụ còn là copy hay pa cho chi mình ai bằng ca đủ hiệp tới viên là vừa tam là ở lúc nó tầm đó thế tuy nhiên tầm mơ đó này lại chỉ làยังไงlấy nhưng mà đòi chùm hiền và tọp tiết chùm na này cả một riêng cho nên không nó vì miền pram chùm hiền tí môi chùm hiền tí pi chùm hiền tí bay chùm hiền tí buôn chùm hiền tí pram nhưng mà bài bây giờ tràn thế nick promนี่ vì miền sạp hai pon tài cái tăng ca đấy cứ sầm rập thạ sừng cùng tếแต่แต่ตัวหนึ่งสอดเลยเจ้าธนาวิเชียศาสตร์แบบเหมือนเจ้าธนาวิเชียศาสตร์ส้มหรือคนหนึ่งกรุ๊ปกายจุ่มเฮียนน้ำมวยจุ่มล้วนได้วิแต่ตัวตัวหนึ่งภายในวิเชียศาสตร์แต่ตัวหนึ่งกันวิเชียแต่ตัวตัวหนึ่งมุกวิเชียโดยจิกีมีรูปแต่มีปราเชียเลยจ้ะเจ้าหนึ่งคนหนึ่งครูอาจกายดำเนินในขนมหนึ่งบามนักสมบัติเจ้าขลายหนึ่งติให้แต่ตัวตัวหนึ่งกันวิเชียยังเรียนปีบาติจีวิเศษเพลเลยดำจีปกเฮียวิทการบาเลอร์บากราวนี่มันสัญญาครับมันจะหนุนจังในคอมพิวเตอร์ยังไวบ้านแต่เป็นยังกุปีให้ยอดพาในของ AI วิอาหนึ่งยังเห็นใหญ่ท่าวิอาหนึ่งรถอสอต่างออกนั่งวิอาจะมาโรยไปโรยปันใต้แล้วคนหนึ่งกูอาปราสัญญามือจำนวนแล้วยังตีหอกันเดินตั้งแต่ซาอันนี้ภายสังคมวิศวะนะยังไวแต่สอเต้ปันใต้เราไปภายวิจัยซาวิเมียนตัวเล็กครับมันจะหนุนเช่นยังอาอยู่ตีหอมวยหรือปียังอาไวมวยแต่สัญญาสลาจะหรือปีตัวนั้นlàคนเป้ก้นยังไอปราสัญญาพกายนี่คือสัญญาตะกลนั่นแหละคนนึงนะดอกเป้ใช้ยังไอปราสัญญาในสลักจำเพียงคือมีในไทยใจอยู่ที่นี่นะดอกเป้มวยหรือปีนั่นคือสัญญาตัวเรื่องมวยผิดปีให้มวยทิศสัญญาcái hai thà xoay cồn ô thì họ pram xoay cồn pram là cũng đã nâng hái đãสัญญาเนี่ยมาตอบแจให้ pram อันนั้นมีในท่า pram xoay cồn pram นั่นแหละคุณนะให้สัญญาcái hai cái thì cái những clip bạn đôi chip đôi cái sinh nhà rư khả năng hiện của bạn tích ta năng về miền bị bảo vệ nhưng phải bị root của bạn tại rư mà tha rư mà được mà rồi phải pram chẳng ạ root 125 xem mà rồi phải pram chắc biết đăng hàng rư mà phải pram mày anh đang bị chạy cái tay khẩn được chia lúc này cũ nhưng mình ai chỉ chạy ban tràn thế tại toàn đồng này bị chia xa trong lúc này cũ ai search con anh bằng time lúc ấy code để dân vô đặt nó không chỉ mình ấy về khác copy pivot tranh tới cứ vì ở support format đấy ta bởi vì support cứ vì nghĩ sửa phía trán cứ dân đạo lục hiệp châu tới chẳng khu cần là bị chia lúc này cũ ai add lục hiệp châu bàn tiếp tiếp nên bây giờ nó không chỉ mình ấy nhưng add lục hiệp bên châu tới không được bàn ta ở sinh khăm là của này của vô là bị xây prom chứ nó không prom đấy nhưng mà bài chạy được chỉ không chấm hiên tìm mối đang việc ấy thế chấm hiên tìm pi cái cát thế nhưng mà lựa thì họ chỉ sắm nua rồi lực mê riêng nhưng mà lực bạc mất đặc biệt bằng phong mê riêng này lại bằng phong mê riêng nó như thằng cá pra rụp hiệp rụp ấy đặc biệt bằng phong mê riêng trắng prom nó khăn lựa mà những cứ viênจะใส่จูนcủa này của vậy nè hay viên bạc cá chỉ tụm lông sắm nua là việc xuôi xem chẳng mà bắt đầu mà tiếc nông chấm hiên tìm mấy nhưng ai lựa bị chấm nón chương bắt đầu máu nhưng lựa bị chấm hiên bỏ dương máu chắc ai chấm hiên nó không chấm hiên tìm mấy là của này của vô tam cùng ru bỏ xà là của này của đại một hiên nè của này cùng ru này nhắm vô tam bài xà bỏ nhóm bài cô cạp bỏ xà nhom chấn bởi là của này của viên cô cạp xén cứ ra tam cô cạp xén mà còn là cài thì tới tác còn là của này của mơ được việc nhomจะxây được không nặng tao mới chấm hiền an bị cái lưới dân lực bạc mất dân lực tiêu hồi bị cái lưới trong bán là vì xây bạc mất dân lực chẳng màu nè tao mới cầm bị một cô liêu mình mới đủ hiếp cứ dân xong rồi vì xây prom tịt màu cả nhé
ចឹងវាសេ prompt ជាភាសាអង់គ្លេសជូនលោកគ្រូហើយណាបន្តមកទៀតបង្កើតសំណួរបាន3តើតើនឹងមេរៀនថ្មីលើមិញហើយសុំចម្លើយផងអញ្ចឹងបង្កើតសំណួរតែអត់សុំចម្លើយវាយ៉ាត់វល់ខ្លួនឯងយ៉ាត់ដើររកចម្លើយខ្លួនឯងអត់ឃើញអញ្ចឹងសុំចម្លើយផងអញ្ចឹងមានថាវាដាក់សំណួរហើយវាដាក់ចម្លើយយើងដែរហើយកិច្ចការក្រុមកន្លែងហ្នឹងអីគេអញ្ចឹងទៅណាកន្លែងមុខកិច្ចការក្រុមហ្នឹងលោកគ្រូគួរបន្ថែមមួយទៀតល្អបំផុតណាគឺការងារបុគ្គលការងារដៃគូណាគ្រូណាបង្កើតការងារដៃគូណាការងារដៃគូហ្នឹងដោយឲ្យសិស្សមានអ្នកទំនងជាគូក្នុងការពិភាក្សាសុំលំហាត់ឬសំណួរហើយសុំចម្លើយផងណាអញ្ចឹងចែកបើលោកគ្រូអ្នកគ្រូធ្វើការដៃគូលោកគ្រូអ្នកគ្រូយកចំណុចការងារដៃគូទៅហើយបើលោកគ្រូអ្នកគ្រូចង់បានចំណុចការងារក្រុមលោកគ្រូយកចំណុចការងារក្រុមទៅវាអត់ខុសអីទេណាព្រោះកាលណាយើងដាក់អញ្ចឹងយើងដាក់អស់ហ្មងទៅនៅពេលដែលលោកគ្រូចាំបាច់ត្រូវការមួយណាយកមួយនឹងកុំឲ្យថាអូខ្ញុំសរសេរការងារក្រុមបាត់ហើយខ្ញុំភ្លេចឥឡូវខ្ញុំចង់បានការងារដៃគូវិញអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវតែផាស prompt ហ្នឹងម្ដងទៀតវាខាតពេលអញ្ចឹងដាក់ម្ដងទៅពីរឲ្យហើយទៅយកមួយណាយកមួយនឹងទៅវាអត់បញ្ហាទេបន្តមកទៀតគឺលបាយសិក្សាក្រោយពីកិច្ចការក្រុមហើយគឺយើងមានលបាយសិក្សាអញ្ចឹងលបាយសិក្សាហ្នឹងបាត់មិនអញ្ចឹងវានឹងបង្កើតឲ្យយើងហៅខ្ញុំវាយក3អញ្ចឹងវានឹងរៀបចំឲ្យយើងអូតូម៉ាទិកតែម្ដងជំហានទី4តើតើនឹងប្រឹងពុទ្ធិយើងមានសំណួរថាអត់សំណួរជាទូទៅ2ឬក៏3សំណួរតែតើតើនឹងមេរៀនថ្មីដែលយើងទៅរៀនមិនហ្នឹងបន្ទាប់មកយើងចង់ឲ្យវាបង្កើតសំណួរជ្រើសរើសឲ្យបាន5លោកគ្រូកន្លែងហ្នឹងមិនមែនមានតែសំណួរជ្រើសរើសណាអាចមានសំណួរបំពេញចន្លោះសំណួរគូកងសំណួរបែបឆ្លើយកាត់ខ្លីៗណាយើងអាចដាក់បន្ថែមនៅក្នុងហ្នឹងទៅដើម្បីជាគំនិតឬក៏ដើម្បីជាលំហាត់ឬសម្រាប់ទុកពេចកិច្ចការប្រឡងប្រចាំខែផ្សេងៗលោកគ្រូអាចមកយកពីក្នុងហ្នឹងវិញបានអញ្ចឹងលោកគ្រូអាចថែមខ្លួនឯងណាបន្តមកទៀតចូលបង្កើតលំហាត់ខ្លីល្មមដែលចំណាយពេលត្រឹម5នាទីសម្រាប់ធ្វើហើយចូលសូមចម្លើយផងណាដល់ពេលពង្រឹងពុទ្ធិសូមបង្កើតសំណួរថ្មីដែលតកតងនឹងមេរៀនចាស់ដើម្បីពង្រឹងចំណេះដឹងសិស្សបន្ថែមសូមបង្កើតសំណួរយ៉ាងហោចអំពីហើយជំនាញទី5តកតងទៅនឹងកិច្ចការផ្ទះអានឹងយើងប្រើព្រមតាមទៅបន្តមកទៀតការងារដែលលោកគ្រូត្រូវធ្វើបន្ទាប់គឺ copy prompt ទាំងអស់ហ្នឹងមានទាំងបាល់មកយើងចុច Control A ហ្មងណាលោកគ្រូងាយចុច Control A ហើយ Control C យើង copy ម្ដងទៀត Control A ទាំងអស់ណាហើយ Control C copy ការងារបន្ទាប់គឺលោកគ្រូចូលមកកាន់ Gemini អញ្ចឹងខ្ញុំសូម break screen នេះឲ្យធំហើយដំបូងយើងវាយ G E M I N I ណា Gemini អញ្ចឹងមកនៅក្នុង tab ខាងលើហ្នឹងហើយយើង search ចឹងមកយើងវាយនិយាយយើងជ្រើស Google Gemini ណាពេលដែលលោកគ្រូអត់តន់ log in ទេវាអត់ឲ្យប្រើណាអញ្ចឹងលោកគ្រូ log in ទៅជាមួយនឹង Gmail account ណាលោកគ្រូ log in ទៅហើយវានឹងចេញ interface បែបនេះរូបណាអញ្ចឹងនៅក្នុងមុខងារ Gemini នេះខ្ញុំបញ្យល់តែ2ទេគឺខ្ញុំបញ្យល់របៀបប្រើប្រាស់ជាមួយ Canvas ហើយនឹងប្រើប្រាស់ជាមួយនឹងការ create image ជាមួយនឹង Nano Banana ហើយនឹងប្រាប់លោកគ្រូអំពី select យកមួយណាដែលវាល្អនៅក្នុងការប្រើប្រាស់អញ្ចឹងនៅក្នុង default នេះគេដាក់ model ឲ្យយើងគឺ thinking អញ្ចឹងមានថាវា deep thinking វាគិតស៊ីជម្រៅអញ្ចឹងដោយសារតែយើងប្រើប្រាស់តាក់ទងទៅនឹងផ្នែកសង្គមផ្នែកអក្សរយើងមិនបាច់យក deep thinking ណាលោកគ្រូណាតែបើតាក់ទងទៅនឹងផ្នែកវិទ្យាសាស្ត្រតាក់ទងទៅនឹងលេខតាក់ទងទៅនឹងការគណនាសូមលោកគ្រូយក thinking នេះមកណាដោយសារវាដោះស្រាយជាមួយនឹងគណិតវិទ្យានិង complex បានលោកគ្រូអាហ្នឹងខ្ញុំបញ្ជាក់ហ្នឹងតិចណាហើយបើតាក់ទងទៅនឹងកាន់តែល្អទៀតគឺ Pro យើងប្រើ Pro នេះវាកំណត់ណាលោកគ្រូយើង search បានតែប្រហែលប្រហែលជា1000ទៅ2000 token ទេអាហ្នឹងខ្ញុំប្រាប់បញ្យល់ដែរអាហ្នឹង token ហ្នឹងគឺសម្រាប់ទៅលើក្របនៃការរាប់នៃចំនួនចម្លើយរបស់ AI មកវិញអញ្ចឹងបើយើងយក Pro នេះវា advanced មកអញ្ចឹងគណិតវិទ្យាណាដែលជ្រៅដូចចាប់ពីថ្នាក់ទី9ទី10ទី11ដល់ទី12អីវាឆ្លើយបានល្អហើយជាមួយនឹងអ្នកដែលរៀនទៅសេកូដអីគឺគេប្រើនឹងដែរប៉ុន្តែខ្ញុំជម្រើសថាសម្រាប់លោកគ្រូដែលប្រើប្រាស់វិទ្យាសាស្ត្រយើងយក thinking ទៅបានហើយព្រោះអានោះក៏គិតដែរគឺគិតសេវាប៉ុន្តែវាគិតតិចតួចទេ
ប៉ុន្តែបើតកតងទៅនឹងផ្នែកសង្គមផ្នែកតកតងទៅនឹងផ្នែកអក្សរលោកគ្រូយកពាក្យ fast ណាចឹងលោកគ្រូយកនេះណាខ្ញុំ recommend ឲ្យប្រើប្រាស់នេះអានេះវាអត់សឹកគិតលុយយ៉ាងទេតែបើក្នុងករណីដែលវាគិតយើងគឺគ្រូសម្គាល់តែពេលយើង search សួរវាច្រើនគឺវាកៀងឬក៏ឆ្លើយមកចិត្តតែខុសចិត្តខុសចឹងបើវាចេញលក្ខណៈបែបហ្នឹងគឺលោកគ្រូបិទ Chrome នឹងចោលហើយបើ Chrome ភាសាថ្មីម្ដងទៀតហើយចូល Gemini ម្ដងទៀតទៅគឺលែងអីហើយណាតោះការងារបន្ទាប់ក្រោយពីយើងជ្រើស module ហើយលោកគ្រូជ្រើស tools ចឹង tool នេះយើងយក canvas ណាលោកគ្រូណាយក canvas យើងមកយកដូចពី search ទេព្រោះយើងអត់មានពាក់ប៉ុណ្ណឹងហ្នឹងឯងចឹងយក canvas មកចឹងយើង select canvas រួចហើយលោកគ្រូផាសអាប្រមដែលយើង copy អំបញ្ញមិញពី Microsoft Word ហ្នឹងដោយចុច Control V ឬក៏ mouse ស្ដាំយកពាក្យ pass ក៏បានដែរម្ដងទៀតចុច Control V នៅលើ computer ក៏បានឬក៏ mouse ស្ដាំមកបន្ទាប់មកយើងចុចពាក្យ pass នេះគេបានប្រាប់ឲ្យ shortcut Control V ចឹងយើង pass ចូលមកនេះតែលោកគ្រូពិនិត្យដែរណាមុននឹងយើង pass ចូលយើងមើលពិនិត្យបច្ច័យគ្រប់គ្រាន់ខ្លាចយើង copy អត់គ្រប់វាមានអីទេវាខាតពេលយើង pass ម្ដងទៀតនឹងឯងយើងមើលថាគ្រប់គ្រាន់ហើយគឺយើងចុចបញ្ជូន submit ទៅពេលយើង submit ទៅវាចំណាយពេលប្រហែលជា10 second ក្នុងការគិតបន្ទាប់មកវានឹងចេញទម្រង់បែបនេះដែលលោកគ្រូឃើញបន្ទាប់មកយើងរងចាំវា generate ឲ្យបានចប់ឥឡូវវាកំពុងតែ generate ដែរបាទចឹងក្នុងនេះវាបង្ហាញពីវត្ថុម្ដងឃើញទេវាទៅសេយើងបានអស់ហើយណាតមកខ្លឹមសារវាហូតពីណាមកហើយសម្ភារៈឧបទេសនេះអូខេលោកគ្រូវាទៅសេ prompt ជាភាសាអង់គ្លេសឲ្យយើងហើយយើង copy prompt តិចយកទៅប្រើមានទៀតអូខេអានេះខ្ញុំមិនបាត់បញ្យល់ទេឥឡូវវាបានចេញជាកិច្ចតែងការហើយអ្វីដែលសំខាន់លោកគ្រូធ្វើវាចេញជា Word មកវិញវាអត់មានអីពិបាកទេគឺលោកគ្រូគ្រាន់តែចុច Control V មកហើយលោកគ្រូ copy ធ្វើទៅដែរហើយចូលទៅក្នុង Microsoft Word របស់យើងទៅលោកគ្រូបើក Word ថ្មីហើយក៏ផាសចូលមកតោះមកលោកគ្រូបានកិច្ចតែងការពី AI មកហើយចឹងកាលណា copy មកអក្សរវារឿងធំទូចឹងចុច Control A មកហើយផ្លាស់ប្ដូរ font វាមកឲ្យស្អាតទៅណាតាម font ដែលលោកគ្រូចង់បានចឹងយើងបដូរ font ចឹងហើយលោកគ្រូ save ទុកទៅវារួចហើយណាឥឡូវចប់តើតើទៅនឹងការរក្សាទុកតែខ្ញុំអត់ save ទុកទេអត់អីទេអញ្ចឹងយើងបានហើយចុះឥឡូវយើងចង់ទៅយករូបភាពយើងធ្វើបាច់អញ្ចឹងកន្លែងនេះគេប្រាប់ថា prompt បង្កើតរូបភាពអញ្ចឹងលោកគ្រូ copy ភាសាអង់គ្លេសប៉ុណ្ណឹងមក copy មកណា select រួចហើយ control V មកក៏ control V មក copy ឬក៏ mouse ស្ដាំទៅលើអ្វីដែលយើង select នេះយក copy មកបន្តមកទៀតលោកគ្រូបើកtab ថ្មីដដែលណាឥឡូវឧទាហរណ៍ខ្ញុំ tab មានតែមួយអញ្ចឹងយើងចុចសញ្ញាបូកកន្លែងនេះមកបន្តមកលោកគ្រូវាយ Gemini យើងថ្មីម្ដងទៀតដោយកំបិតអានេះណាកំបិតអានេះសោះយើងបើក Gemini ថ្មីមកមួយទៀតមកហើយសារនេះលោកគ្រូអាចយកពាក្យ create image ឬក៏ចុចកន្លែង tools នេះហើយជ្រើសរើសយកពាក្យ create image នេះក៏បានដែរណាហើយផាស prompt អំបញ្ញមិញជាភាសាអង់គ្លេសចូលហើយក៏ចុច submit ដែរចុចបញ្ជូនទៅអានេះយើងឲ្យរងចាំប្រហែលជា1នាទីអីដែរក្នុងការ generate ចេញជារូបភាពតាមរយៈ prompt ដែលយើងចង់បានហ្នឹងអញ្ចឹងឲ្យតែឃើញបែបនេះណោះចេញមកបាត់ហេលោកគ្រូលុយហេវាបង្កើត prompt មកយើងមកបាត់ហើយឃើញអត់អញ្ចឹងរូបភាពហ្នឹងវានឹងតេតិនជាមួយនឹងសាច់មេរៀននៃកិច្ចតែងការដែលអំបញ្ញមិញសរសេរអញ្ចឹងលោកគ្រូគ្រាន់តែចុចពីលើទៅហើយលោកគ្រូរំបាច់ចុចពីលើក៏បាននេះមានប៊ូតុងគេថា download ចឹងលោកគ្រូអាច download វា save ទុកនៅក្នុង computer យើងបានណាអាចយកមកប្រើប្រាស់ពេលក្រោយបានឬក៏លោកគ្រូអាចនេះកន្លែង copy image នេះកន្លែងនេះរៀង select បានច្រើនដងតើវាមានលោកនេះមានលោតពាក្យនៅខាងក្រោមនេះថា copy to clipboard ហ្នឹងទៅបានអាហ្នឹងយើង copy ទៅយើងអាចយកផាសនៅក្នុង Microsoft Word ក៏បានដែរណាឬយើង share ទៅក៏បានដែរណាលោកគ្រូអញ្ចឹងសរុបឲ្យសេចក្តីខ្លីមកគោលដៅទី1គឺលោកគ្រូត្រូវទៅ save prompt ដើម្បីឲ្យ AI វាស្គាល់នៅក្នុង prompt នេះយើងត្រូវដាក់មេរៀនថ្មីនិងមេរៀនចាស់ចូលហើយរបៀបទៅចាប់យកអក្សរខ្មែរបានលោកគ្រូខាទៅមើលខាងក្រោយវិញទៅធ្វើម៉េចក៏ដោយឲ្យបានជារូបភាពចេញពីថតពីសភៅពុម្ពហើយជា PDF ក៏បានជារូបភាពក៏បានហើយត្រូវដំឡើងតាមរយៈ Google Chrome ដែលយើងត្រូវប្រើបន្ទាប់ពីបានអស់ហើយលោកគ្រូត្រូវដឹងថាកិច្ចតែងការលោកគ្រូផ្នែកសង្គមឬផ្នែកវិទ្យាសាស្ត្របើផ្នែកសង្គមវាងាយស្រួលទេ
ព្រោះយើងតែតតងនឹងអក្សរតែបើផ្នែកវិទ្យាសាស្ត្រគឺរៀងបើផ្នែកសង្គមស្រួលបើផ្នែកវិទ្យាសាស្ត្រគឺរៀងពិបាកដោយសារតែតតងទៅនឹងគណិតវិទ្យានិមិត្តសញ្ញាខ្លះមួយចំនួនយើងត្រូវការកែតម្រូវសម្រាប់ឲ្យ AI វាស្គាល់តែបើសិនជាលោកគ្រូអ្នកគ្រូមានជារូបភាពនៃមេរៀនសភៅពុំជាគណិតវិទ្យាលោកគ្រូអ្នកគ្រូអាចថតរួចហើយលោកគ្រូអ្នកគ្រូអាចនេះលោកគ្រូអ្នកគ្រូអាចផាស prompt នឹងរួចហើយលោកគ្រូអ្នកគ្រូអាចចុចកន្លែងសញ្ញាបូកនេះមកដែលខ្ញុំបង្ហាញហ្នឹងបន្ទាប់មកលោកគ្រូអ្នកគ្រូអាច upload រូបថតចូលបានដោយ upload file អញ្ចឹង upload file ហ្នឹងលោកគ្រូអ្នកគ្រូអាច select ជារូបភាពអញ្ចឹងយើង select រូបភាពណាមួយអញ្ចឹងទៅនៃសាច់មេរៀនអញ្ចឹងទៅយើងផាសចូលទៅឧទាហរណ៍រូបភាពនេះអញ្ចឹងយើង select ចូលទៅហើយយើងដាក់ prompt ជាមួយទៅវានឹងទៅ scan គណិតវិទ្យានៅក្នុងរូបភាពនោះយកមកតែម្ដងដោយសារតែនៅក្នុងគណិតវិទ្យា symbol និមិត្តសញ្ញារបស់វាគឺ AI ស្គាល់លឿនរហ័សជាងអក្សរខ្មែររបស់យើងអញ្ចឹងហើយនៅពេលដែលយើងដាក់រូបភាពទៅមិនតាគណិតវិទ្យាលោកគ្រូសូម្បីតែផ្នែកភាសាអង់គ្លេសគឺយើងមិនបាច់ចាំទៅ scan យកអក្សរក៏បានដែរគ្រាន់តែយើងដាក់ទៅរូបភាពគឺវាស្គាល់ automatic ដោយសារតែ AI គឺប្រើប្រាស់ជាភាសាអង់គ្លេសអញ្ចឹងវាស្គាល់និមិត្តសញ្ញារបស់វាហើយគណិតវិទ្យាវាទលំទលាយជាទូទៅហើយអញ្ចឹង AI វាស្គាល់ automatic តែម្ដងប៉ុន្តែភាសាខ្មែររបស់យើងគឺអត់ទេដៃជើងគេហៅថារូបរាងនៃអក្សរគឺវារៀងពិបាកអញ្ចឹងហើយយើងត្រូវការទៅ scan តែបើលោកគ្រូអ្នកគ្រូចង់ផាសបែបហ្នឹងក៏ផាសទៅជារូបភាពប៉ុន្តែខ្ញុំមិនសូវ recommend ទេតែទៅនឹងអក្សរសូមលោកគ្រូអ្នកគ្រូ copy វិញដើម្បីឲ្យវាចេញមកច្បាស់ 100% ព្រោះខ្ញុំផ្ទាល់តាមរយៈការឆ្លងបទពិសោធន៍នៅក្នុងការដែលដាក់រូបភាពចូលទៅគឺរាល់ពេលចម្លើយចេញមកវាអត់បាន 100% ទេវាបានអស់ហើយ70 ទៅ 80% ពេលដែលវាចាប់អក្សរអត់ច្បាស់នៅក្នុងរូបភាពហ្នឹងគឺវាទៅចាប់មេរៀនណាផ្សេងញញបោះចូលមកធ្វើឲ្យមេរៀននោះទទួលយកមិនបានធ្វើឲ្យចាក់ប្រធានណាលោកគ្រូអ្នកគ្រូអញ្ចឹងក្រោយពីលោកគ្រូអ្នកគ្រូបានប្រមឲ្យហើយអស់ហើយលោកគ្រូអ្នកគ្រូអាចឃើញដូចជាក់ស្ដែងបែបនេះហើយបន្តមកលោកគ្រូអ្នកគ្រូយកដើម្បីបង្កើតរូបភាពលោកគ្រូអ្នកគ្រូអាច copy prompt ហ្នឹងហើយយកទៅផាសនៅក្នុង Gemini ដែលប្រើប្រាស់ជាមួយ image ឬក៏ហៅ nano banana បន្ទាប់ផាសហើយចាំប្រហែលជាមួយនាទីវានឹង generate រូបភាពជូនលោកគ្រូអ្នកគ្រូអាច download ទុកទៅចឹងសង្ឃឹមថាមេរៀនតកតងទៅនឹងការបង្កើតកិច្ចតែងការជាមួយនឹង AI នេះសង្ឃឹមថានឹងជួយលោកគ្រូអ្នកគ្រូច្រើននាទីដែលខ្ញុំបង្រៀននេះគឺវាវែងតិចប៉ុន្តែខ្ញុំចង់ឲ្យលោកគ្រូអ្នកគ្រូច្បាស់អំពីជំហាននៃការធ្វើនីមួយៗព្រោះអីបើខ្ញុំនិយាយច្រើននិយាយតិចហើយកាត់ខ្លាចលោកគ្រូអ្នកគ្រូមិនយល់ហើយក៏អត់ដឹងស៊ីជម្រៅអំពីការប្រើប្រាស់កិច្ចតែងការតាមរយៈការប្រើប្រាស់ AI នេះទេអញ្ចឹងបញ្ជាក់បើលោកគ្រូអ្នកគ្រូចង់ឲ្យវាធ្វើអីមួយឲ្យច្បាស់សូមលោកគ្រូអ្នកគ្រូលើកឧទាហរណ៍មួយដាក់ចូលមិនថាគណិតវិទ្យាមិនថាផ្នែកសង្គមមិនថាផ្នែកវិទ្យាសាស្ត្រទេអីមួយក៏ដោយឲ្យតែលោកគ្រូអ្នកគ្រូចង់ច្បាស់គឺត្រូវតែលើកឧទាហរណ៍បន្តិចកន្លែងចំណុចណាមួយដាក់មកឧទាហរណ៍អានឹងស្អីគេចឹងជាគំរូនៅពេលនោះ AI វានឹងចាប់អាគំរូឧទាហរណ៍ហ្នឹងទាញទៅចាប់មេរៀនដែលយើងចង់បានហ្នឹងមិនមែនយើងលើកឧទាហរណ៍ហ្នឹងវាឆ្លើយឧទាហរណ៍ហ្នឹងមកទេណាលោកគ្រូអញ្ចឹងវានឹងទៅចាប់មេរៀនរបស់យើងផ្ដល់ឲ្យយើងវិញទេតែគ្រាន់តែយើងផ្ដល់ជាគំរូដើម្បីឲ្យ AI វាឆ្លាតវាសិក្សាដឹងថាយើងចង់បានអីឲ្យច្បាស់មិនលោកគ្រូដាក់គ្រាន់ទៅដល់សរសេរ prompt ថាសូមសរសេរកិច្ចតែងការតែតងមេរៀននេះនិយាយតែមួយម៉ាត់ប៉ុណ្ណឹងហើយឲ្យវាទៅសេឲ្យប៉ុន្តែវាអត់ក្បោះក្បាយទេហើយក៏វាចេញមកអត់ត្រូវទាំងអស់ដែរលុះត្រាតលោកគ្រូចេះសរសេរ prompt ដូចតែ prompt ដែលខ្ញុំមានជូនលោកគ្រូហ្នឹងសរសេរមកគឺកិច្ចតែងការយើង professional ហើយវា formal តែម្ដងវាផ្លូវការយកមកប្រើប្រាស់បានតែម្ដងចឹងអរគុណច្រើនសង្ឃឹមថាវីដេអូនេះជួយដល់លោកគ្រូបានច្រើនហើយក៏សូមខន្តីអភ័យទោសបើសិនជាមានកំហុសឆ្គងក្នុងការបញ្យល់ឬក៏ចំណុចណាមួយអត់ច្បាស់អាច comment សួរបន្ថែមពីខាងក្រោមវីដេអូនេះអរគុណច្រើនសំណាងល្អទាំងអស់គ្នា